បាទសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នានៅក្នុងវីដេអូនេះដែរគឺខ្ញុំថតមាន់ចែកជូនបងប្អូនមើលលេងកំសាន្តគឺយើងអត់បានសីវាឬក៏ធ្វើអីទេយើងគ្រាន់តែជូតទឹកវាហាលវាពេលថ្ងៃធម្មតាអញ្ចឹងដើម្បីឲ្យវាត្រូវពន្លឺថ្ងៃអញ្ចឹងសម្រាប់មាន់ពីរនេះគឺយើងផ្អាកសីវាប្រហែលជា2ថ្ងៃសិនដោយសារយើងអត់មានគោលការណ៍ទៅចិញ្ជុលណាទេសម្រាប់មាន់ទាំងពីរនេះបើចិញ្ជុលលើក្រោយគឺចិញ្ជុលទាំងពីរតែម្ដងអាធំនេះគីឡូវា24ទៅ25ចំណែកអាទូចគឺគីឡូ23ទេអញ្ចឹងយើងនឹងថែវានឹងបំពន់ចំណីវាថែមទៀតដើម្បីឲ្យវាឡើង25ដូចគ្នាសម្រាប់អាទូចមុនហ្នឹងមិនមែនអាជួយនេះទេអាជួយនេះគីឡូប៉ុណ្ណឹងវាវាយបានហើយបងប្អូនវាអត់មានវាយដកជើងទេ25 24ហ្នឹងគឺគីឡូដែលវាពេញកម្លាំងវាយហើយមួយវិញទៀតទោះបីជាវាឡើងគីឡូក៏ឡើងអាកាសដែរបងប្អូនព្រោះរូបរាងវានឹងកម្ពស់កម្ពស់វាបានតែគីឡូត្រឹម25ហ្នឹងគឺល្អបំផុតស័ក្តិសមនឹងរូបរាងរបស់វាហើយបើយើងចង់ឲ្យវាគីឡូលើហ្នឹងមានតែខ្លាញ់ទេព្រោះឥឡូវនេះវាកំពុងតែធ្វើបានល្អនៅគីឡូ25ហ្នឹងហើយមួយទៀតទោះបីជាឡើងគីឡូដល់27 28គឺខ្លាញ់សោះទេបងប្អូនវាលោតលេងរួចហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនព្រោះអីមានការខានចម្លែងច្រើនហើយវីដេអូក៏គ្មានអីត្រូវនិយាយរៀបរាប់ពីមន់ទាំងពីរហ្នឹងដែរព្រោះអីមន់ពីរហ្នឹងបងប្អូនឃើញវាច្រើនដងហើយក៏ដឹងថាវាមិនមិនដែរនិយាយទៅមានការខុសឆ្គងកន្លែងណាមួយអីសូមបងប្អូនមេត្តាអធិស្ឋានផងហើយបងប្អូនដែលមើលវីដេអូនេះកុំភ្លេចចុចពាក្យជាវនិង Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះពីដើមរហូតដល់ចប់អត់ចាញ់បាល់វាយ៉ាងហ្នឹងអត់ដេកលឿនចឹងហើយមកបើមិនស៊ីណាមួយស្ដាយចាស់ហើយអូ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 យបាយអបាយគេចឹងបាយអបាយអអូយអូយ ត្រាកាចា